anh chôn chết nè anh ai cho anh thưa nè chấm riêng hay một cái nhưng mình xăm đà ra thế cho sờ bạc để về đọc vào mỗi năm nó cứ không chuột trả nhưng tôi chiên ăn ai chôn chết riêng đấy con anh chôn chết nó về cho bà phát nè ក្នុងនាមយុវជនសម័យថ្មីយើងថាប្រពៃណីពីដូនតាទាំងអស់គ្នាមិនថាបងប្អូនពូមីងមាមើលថាទាំងអស់គ្នាមរតកដូនតាកន្លែងនេះបងដាក់ឃ្លាបងប្អូនខ្មែរគេអត់ដល់ពេលឃ្លាតំពួនយើងបងហើយរងហែវប្បធម៌សន្សាទនេះវាលាចូលគ្នាបត់នឹងគឺគោលដៅរបស់ខ្ញុំទាំងបងប្អូនខ្មែរដើមទាំងបងប្អូនខ្មែរដើមសាមគ្គីគ្នាបាទអូខេសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់កម្មវិធីអត់តមានឈ្មោះថ្ងៃនេះគឺជា first episode ទី1ដែលយើងនឹងជួបជាមួយនឹងបងប្រុសដែលគាត់ជាជួយដើមពាក្យតិចតំពួនមកពីខេត្តរតនគិរីគឺបងណាងអើយណាងជំរាបសួរបងបាទជំរាបសួរបាទសូមជំរាបសួរបែបតំពួនយើងហ៎បងមកកាមេរ៉ាតើបតសំពើអមក្លីម៉ាទីឌូគ្រប់ជាសូមបងប្អូនទាំងអស់គ្នាខ្ញុំបាទណាងតំពួនបាទដែលជាអ្នកមកពីភូមិភាគឦសានរតនគិរីយើងហ្នឹងម្ចាស់បត់ណាងឯណាងបត់រក្សាប្រពៃណីយើងមានអ្វីដែលថ្មីឆាប់នៅខាងមុខបាទបន្តទៀតបងប្អូនតាមពិតកម្មវិធីនេះគឺលហន់ទេដោយសារតែតន់បងគាត់មកបំពេញអញ្ចឹងខ្ញុំក៏ចាប់គាត់ថតហ្មងអញ្ចឹងមុននឹងចូលកម្មវិធីយើងក៏អត់ភ្លេចដែរអរគុណទៅដល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ចង់សួរមកឯងបន្តិចថាបាញ់ប្រឡូកនៅក្នុងសិល្បៈប្រហែលឆ្នាំហើយអូនិយាយចាំទៅបងប្អូនខ្ញុំប្រឡូកលើវិស័យសិល្បៈនឹងយូរហើយតាម affair អកកដងនិយាយចាំតាំងពីឆ្នាំ2010មកដល់ហើយចូល16ឆ្នាំយូរហើយណាយូរហើយបាទខ្ញុំធ្លាប់លើកឆាកឲ្យគេតាំងពី1រោងគេឲ្យខ្ញុំដូចជា 15000 កាលនោះបាទ15000ខ្ញុំសុំគេច្រៀងតាមអកកដងគេឲ្យខ្ញុំច្រៀងនេះគេអាងយើងចឹងជាដើមតិចយេយល់ដល់ពេលអញ្ចឹងខ្ញុំចេះព្យាយាមតស៊ូរស្អីយើងឆ្លាញ់លើផ្លូវសិល្បៈហ្នឹងរហូតដល់ខ្ញុំដល់2013ខ្ញុំទៅនៅកាចាស់បាទខ្ញុំទៅនៅកាចាស់នៅជាមួយអកកេះគេខ្ញុំនៅរៀបឆាកផងខ្ញុំនៅច្រៀងផងឲ្យគេកាលនោះមករោងបាន 60000 អូខេរហូតដល់ខ្ញុំបន្តដល់2015ខ្ញុំរហូតដល់គេស្គាល់ច្រើនអញ្ចឹងស្គាល់ច្រើននេះក៏ស្គាល់បងឆៃសំណាងបងប្រុសឆាវិរៈយុទ្ធហ្នឹង14ចុង15ហ្នឹងខ្ញុំទៅ concert មកគាត់ស្រាប់ Delio តមកខ្ញុំបកមករស់នៅរតនគិរីយើងវិញមកនៅក្នុងហាងពលិថ្មី2016 17 18ខ្ញុំនៅ3ឆ្នាំក្នុងហាងតន្ត្រីបាទហើយបន្ទាប់មកយើងដើរ concert រួមជាមួយនឹង affair ក៏ប៉ុន្តែបច្ចុប្បន្នឆ្នាំនេះគឺខ្ញុំសម្រាប់ពីការងារតាម affair យើងបុកមកខ្ញុំបងវ៉ែបញ្ចេញជាបទចម្រៀងបានខ្លួនឯងជា original វិញបាទបទទី1បែរជាបងប្អូនទទួលស្គាល់ហើយជាមួយនឹងបទណាងឯណាងដែលមានសន្ទុះការ control ច្រើនមែនតើដែលអ្នកនិពន្ធបងប្អូនសល់នេះគាត់ជំនឿចរាយច្រៀង fit ជាមួយខ្ញុំបាទជំនឿទំពួនយើងបានការ control ច្រើនមែនតើដែលខ្ញុំផុសវីដេអូរួមអ្នកមើល7លាន view ក្នុងទៅលើបទណាងឯណាងហើយបទទី2ស្នាដៃខ្ញុំនិពន្ធនៅខ្ញុំផ្ទាល់គឺរក្សាប្រពៃណីសុនសាទចំណងជើងបងប្អូនចង់ស្ដាប់ 3D យើងមានហើយក្នុង YouTube យើងមាន lyric ដូចហើយរក្សាប្រពៃណីសុនសាទនិពន្ធនៅខ្ញុំបាទផ្ទាល់ខ្ញុំច្រៀងលាយជាមួយនឹងភាសាខ្មែរបទនឹងហើយខ្ញុំក៏នឹងរៀបចំ MV ឆាប់ហើយមានអ្វីដែលថ្មីពិសេសសម្រាប់បងប្អូនជាដើមពីតិចយើងខាងមុខនេះយើងចាំអត់មើលទាំងអស់គ្នាខ្ញុំមានអ្វីដែលថ្មីជូនចង់សួរមកឯងទៀតថាហេតុអីបានជាសុកកលាច់របៀបសុករបៀបបងឯងនៅជាមួយសិល្បៈយូរហើយប៉ុន្តែរបៀបវាត្រូវកលាច់មកប្រើបងឯងគិតថាវាដោយសារចំណុចអីដែរខ្ញុំគិតថាមនុស្សយើងជាបទពិសោធន៍របស់ខ្ញុំណាខ្ញុំដើរលើផ្លូវវិថីសិល្បៈនឹងចូល16ឆ្នាំនេះគឺខ្ញុំពេកច្រើនគឺខ្ញុំយកបទគេមកច្រៀងយើងរកខ្លួនឯងអត់ទាន់ឃើញអញ្ចឹងពេកច្រើនយើងកាលណាតែយើងប្រើរបស់គេគឺវានៅតែរបស់គេពេលដែលយើងរកឃើញអ្វីដែលជាខ្លួនឯងមានអារម្មណ៍ថា fan គាត់ចាប់តាមគ្រប់ត្រូលយើងពេលដែលខ្ញុំច្រៀងបទគេ cover សមត្ថបងប្អូនផុសគ្មានអ្នកមើលមកគេផងដល់ពេលឥឡូវខ្ញុំចេញបទខ្លួនឯងនេះបទរក្សាប្រពៃណីមួយថ្ងៃ72M បាទឥឡូវឈាន73M ហើយមកដល់ពេលនេះមួយអាទិត្យជាងវាចូលក្បែរ 3M បាត់ហើយវីដេអូខ្ញុំផុសសរុបរួមបាន79M ហើយវីដេអូហ្នឹងណាអញ្ចឹងមកយូរថ្ងៃនេះយើងសរុបយើងផុសទាំងវីដេអូសរុបចូល 17M ដល់បងប្អូនគាត់គ្រប់ត្រូលយើងហ្នឹងអញ្ចឹងខ្ញុំពិតជាអរគុណដល់ពុកម៉ែបងប្អូននិងពុកមីងដែលគ្រប់ត្រូលខ្ញុំបាទណាងតំពួនបាទដល់បងប្អូនតែច្រឡំដោយសារថាខ្ញុំសំលេងដូចបងខែមបាទទទួលស្គាល់ដល់ពីមុនមកយើងជា fan របស់គាត់មួយរូប
តែតែច្រៀងបទគាត់ក៏ប៉ុន្តែបច្ចុប្បន្ននេះគឺយើងរកឃើញអ្វីជាខ្លួនឯងយើងខ្ញុំផលិតជាបទចម្រៀងភាសាជនជាតិដើមភាគតិចរបស់យើងលាយជាមួយនឹងភាសាខ្មែររបស់យើងខ្ញុំទៅតែរកឃើញខ្លួនឯងថ្មីនេះដែរបាទបងប្អូនតាមពិតគាត់សលេងគាត់មិនមែនគាត់ធ្វើត្រាប់ទេគឺសលេងសិន original ហ្មងប៉ុន្តែខ្ញុំប្រហែលថ្ងៃនេះខ្ញុំចាប់អារម្មណ៍ថងមកឯងចាប់ផ្ដើមព្យាយាមដូរ nickname មកឯងបាទតាមពិតខ្ញុំហ្នឹងខ្ញុំចង់ recommend ខ្ញុំក៏ធ្លាប់និយាយមួយមកវិញថាបងឯងគួរតែមាន nickname ផ្សេងអូចង់ដើម្បីកុំឲ្យរបៀបដូចគេចង់ដឹងពីមូលហេតុអីបានខ្ញុំដូរ nickname ហ្នឹងមែនបាទបងប្អូន nickname ហ្នឹងអ្នកដែលផ្ដល់ nickname ឲ្យខ្ញុំហ្នឹងគឺបងសុកចំណូគាត់ក៏ជាអ្នកនិពន្ធមួយដែលល្បីនៅប្រទេសខ្មែរយើងដែលគាត់នៅប្រតិកម្មធំខ្ញុំគិតថាបងប្អូនគាត់ជាស្គាល់លោកគ្រូសុកចំណូគឺជាលោកគ្រូរបស់ខ្ញុំតាមរយៈវីដេអូនេះសូមអរគុណមែនទែនសម្រាប់លោកគ្រូដែលជុំជ្រែងហើយនឹងមានអ្វីថ្មីជូនពុកម៉ែបងប្អូនឆាប់នេះបាទបងប្អូនតាមពិតទៅខ្ញុំក៏ជាជនជាតិដើមភាគតិចតំពួនមួយរូបដែរហើយបងប្អូនមួយចំនួនប្រហែលជាស្គាល់ខ្ញុំដែរដែលខ្ញុំមាន page មួយឈ្មោះថាកូនតំពួនហ៊ុនបាទឥឡូវខ្ញុំនិយាយពីខ្ញុំតិចសិនចាំខ្ញុំសួរពីមកអូខេពីដំបូងឡើយខ្ញុំអត់ដែរហ៊ានបង្ហាញគេថាខ្ញុំជាជនជាតិដើមភាគតិចតំពួនទេខ្ញុំប្រហែលជាបងក៏យល់ដែរថាហេតុអីបានជាយើងអត់គួរបង្ហាញខ្ញុំយល់រហូតតតែខ្ញុំធ្វើវីដេអូទៅខ្ញុំមានអ្នកគ្រប់គ្រងច្រើន Yes នឹងបងចំណុចនឹងដូចគ្នាបាទពីមុនគេសួរខ្ញុំរហូតគេថាហេតុអីបានជាមិនធ្វើតាក់ទងជាមួយនឹងជនជាតិដើមភាគតិចយើងខ្ញុំអត់និយាយច្រើនខ្ញុំថាអត់តដល់ពេលហ្នឹងតែពេលដល់ពេលខ្ញុំចង់ធ្វើគឺខ្ញុំធ្វើហ្មងតែពេលដែលខ្ញុំចាប់ផ្ដើមមានគេស្គាល់ច្រើនគ្រាន់បើខ្ញុំចាប់ផ្ដើមបញ្ចេញមើលថាខ្ញុំគឺជាកូនជនជាតិដើមភាគតិចបងប្អូនទាំងនេះត្រូវចាំថាបើសិនជាយើងអត់តមានអីទេទឹកមាត់យើងអត់ប្រៃហើយខ្ញុំក៏ធ្លាប់ទទួលបានការមើលងាយខ្លាំងមែនតើអូខេតាក់ទងជាមួយនឹងស្នេហាក៏គេមើលងាយថាមិនបាច់ស្រឡាញ់គ្នាជាមួយកូនហ្នឹងឯដោយសារវាកូនជនជាតិដើមពួកជនជាតិដើមវាល្ងងរបៀបគេនិយាយចង់ឈឺណាបងឈឺហើយអាហ្នឹងជាមេរៀនមួយដែលធ្វើឲ្យខ្ញុំខិតខំដូរហ្នឹងអូខេតែចង់សួរថាបងធ្លាប់ទទួលអារម្មណ៍ទាំងអស់ហ្នឹងអត់ខ្ញុំមានសារតិចតួចចង់ផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់គ្នាទាំងបងប្អូនជាពលរដ្ឋដែលរស់នៅក្នុងស្រុកខ្មែររបស់យើងនៅប្រទេសកម្ពុជាចង់ឲ្យប្រកបស្វែងយល់ពីពាក្យថាជនជាតិដើមពាក្យថាជនជាតិដើមគឺជាដំបូងគេគឺជាពាក្យថាក៏កើតទឹកដីមកគឺពួកខ្ញុំមករស់នៅក្នុងប្រទេសខ្មែរនឹងស្រាប់មិនមែនជនជាតិភាគតិចឬក៏ជនអន្តរប្រវេសន៍ទេពួកខ្ញុំគឺជាជនជាតិដើមដែលរស់នៅក្នុងកកើតនៅទឹកដីមកគឺកើតនៅនឹងព្រៃនឹងភ្នំអាចសិក្សាមកថាពួកខ្ញុំគឺជាខ្មែរដើមគឺយើងខ្មែររួមតែមួយទេខ្មែរដើមខ្មែរកដាលខ្មែរក្រោមគឺយើងបងប្អូនតែមួយទេក៏ប៉ុន្តែពួកយើងប្រើភាសាខុសគ្នាតែយើងក៏កើតនៅទឹកដីតែមួយជាមួយគ្នាទេអញ្ចឹងសូមបងប្អូនស្វែងយល់សូមប្រើពាក្យថាខ្មែរដើមបើអាចខ្មែរដើមកាន់តែល្អជនជាតិដើមក៏ល្អបើប្រើពាក្យជនជាតិវាជាផ្សេងហើយជនជាតិបរទេសយើងឧទាហរណ៍ណាជនជាតិសៀមជនជាតិវៀតណាមជនជាតិបារាំងជនជាតិអីផ្សេងបើពួកខ្ញុំអត់ទេគឺជនជាតិដើមខ្មែរដើមដែលកកើតទឹកដីមកគឺពួកយើងឃើញឥឡូវអូនបានសិក្សានៅក្នុងប្រាសាទអង្គរវត្តបងឃើញមានរូបគោងយើងយើងអត្តសញ្ញាណភ្លេងរបស់យើងគឺគោងនឹងហើយរូបកៈរូបគោងហើយរូបបុកត្បាល់ក៏មាននឹងគឺជាអត្តសញ្ញាណហើយយើងដឹងស្រាប់ហើយជាមួយនឹងប្រាសាទអង្គរវត្តគេបានស្រាវជ្រាវពីដំបូងឡើយជនជាតិយើងហ្នឹងដែលខ្លាំងជនជាតិជាពិសេសគឺបងប្អូនជាតិដើមភាគតិចគួយគាត់បកខាងស្លដៃខាងអីហ្នឹងអញ្ចឹងមិនថាចង់បញ្ជាក់បងប្អូនថាពួកយើងគឺជាជនជាតិដើមដែលរស់នៅក៏កើតទឹកដីនៅស្រុកខ្មែរនៅប្រទេសកម្ពុជានឹងតាំងពីរាប់ពាន់ឆ្នាំហើយមិនមែនរាប់រយឆ្នាំទេអញ្ចឹងអាចសិក្សានៅប្រាសាទអង្គរវត្តគេបានឆ្លាក់ជាសេនាចារឹកបញ្ជាក់បងប្អូនស្គាល់ពីជនជាតិដើមពួកយើងអញ្ចឹងចង់ឲ្យបងប្អូនរៀនបើកចិត្តឲ្យទលាយពួកខ្ញុំឆ្លងកាត់នៅការមើលងាយរើសអើងមែនតើចូលសិល្បៈរយៈពេល16ឆ្នាំហ្នឹងគឺខ្ញុំជួបច្រើនខ្ញុំទៅច្រៀងអត់ឲ្យជនជាតិច្រៀងណាអូនអញជនជាតិហ្នឹងនិយាយអត់ច្បាស់ហ្នឹងបងរត់ចិត្តគ្នាដែលសាយពីមុនគេហៅបងនេះខេមអញ្ចឹងគេហៅនេះខេមនៅពេលអញ្ចឹងតែដល់សារតែបងច្រៀងសម្លេងស្តៀងគាត់នឹងមួយក៏ប៉ុន្តែមិនមែនត្រាប់តាមគាត់ទេណាបងប្អូនសម្លេងខ្ញុំពីកំណើតមកអញ្ចឹងបងប្អូនអាចចូលមើលបទរបស់ខ្ញុំហើយនឹងវីដេអូខ្ញុំឬខ្ញុំច្រៀងបទលោកពូព្រាមសវត្តបងប្រុសកាមេរ៉ាសីមុនបទផ្សេងៗគឺសម្លេងតែប៉ុណ្្នឹងយើងមិនបានកូពីមកពីគេទេក៏តែឥឡូវនេះសូមបងប្អូនទទួលយកអ្វីដែលថ្មីពីនាងតំពួនទាំងអស់គ្នាចាប់ពីថ្ងៃនេះ
ខ្ញុំបាទលាលែងពីអ្វីរបស់គេហើយ បាទ ចឹងវាបងប្អូនយើងមិនមែនហៅខេមតំពួននេះអ្វីណាងតំពួនទាំងអស់គ្នាឆាប់នេះយើងមានអ្វីថ្មីពិសេស ខ្ញុំមួយរយៈក្រោយនេះរៀងសប្បាយចិត្តដោយសារអីពីមុនតំពួនយើងអត់សូវមានណាគេធ្វើទេហើយជាក់ស្ដែងខ្ញុំគេព្យាយាមជំរុញឲ្យខ្ញុំធ្វើចម្រៀងដែរ បាទ ប៉ុន្តែខ្ញុំអត់ស្រឡាញ់របៀបថាចម្រៀងចូលចិត្តស្ដាប់ប៉ុន្តែបើឲ្យខ្ញុំទៅច្រៀងខ្ញុំអត់ទេរបៀបសួរថាស្រឡាញ់អត់ស្រឡាញ់បើគេឲ្យធ្វើចង់ធ្វើអត់ដូចជាអត់វារបៀបអារម្មណ៍របៀបវាចង់ដែរប៉ុន្តែវាអត់ពុះកញ្ជ្រោលក្នុងការធ្វើដោយសារឯងខ្ញុំបែកទៅអាខាង media ខាងអីនេះវិញអញ្ចឹងណា បើបងវិញស្រឡាញ់ខាងផ្នែកចម្រៀង បាទ ស្រឡាញ់ខាងឲ្យតែថាចម្រៀងវាមិនមែនបងប្អូនស្ដាប់ទៅបទយើងធ្វើថ្មីណាថ្មីវិញតែស្ដាប់មួយថ្ងៃចង់4-10ដងស្ដាប់ហើយស្ដាប់ទៀតហើយចូលចិត្តនៅស្ងាត់ពេលដែលខ្ញុំតែងបទចម្រៀងឬនិពន្ធបទចម្រៀងហ្នឹងខ្ញុំចូលចិត្តបាត់ស្ងាត់ ការមើងងាយមួយណាដែលឈឺចាប់បំផុតដែលគេមើងងាយតាក់ទងជាមួយនឹងយើងគឺជាជនជាតិដើមភាគតិចមានអត់បងមានបើនិយាយចំទៅមិនមែនបងប្អូនខ្មែរបងប្អូនជាតិដើមភាគតិចយើងនឹងការជឿចាប់នៅលើផ្នែកសិល្បៈគាត់ក៏ជាបងប្អូនយើងដែរនិយាយចំទៅខ្ញុំមកកាន់សិល្បៈពេលដែលខ្ញុំឈប់រៀនមកគឺខ្ញុំស្រឡាញ់ខាងសិល្បៈហ្មងគាត់និយាយភាសាថាឯងជនជាតិហ្នឹងអាណាយកឯងធ្វើអ្នកចម្រៀងហើយមកឯងនឹងមិនសមតារាទេ បាទ គាត់ក៏អ្នកស្រុកភូមិយើងហើយក៏ជាបងប្អូនយើងខ្ញុំក៏អរគុណគាត់តាមវីដេអូនេះសម្រាប់ការមើលងាយមួយហ្នឹងខ្ញុំដកចុះក្នុងបេះដូងរហូតខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែជំនះឧបសគ្គមួយហ្នឹងឲ្យគាត់ឃើញថាខ្ញុំជនជាតិដើមភាគតិចមួយរូបអាចធ្វើបាន យ៉ា ចង់មកងារជនជាតិទាំងអស់ទៅម្លងខ្ញុំមួយសិនណា បាទ ខ្ញុំជនជាតិមួយតំណាងឲ្យជនជាតិទាំងអស់ បាទ ខ្ញុំមាននិយាយបែបហ្នឹងថាខ្ញុំអាចធ្វើបានលើសិល្បៈមួយហ្នឹងដល់ដំណាក់ប៉ុណ្ណេះមិនមែនបងប្អូនសុខគាត់មកគ្រប់គ្រងយើងឯងគាត់ទទួលស្គាល់សមត្ថភាពយើងមិនអំនួតទៅគាត់ថាវាជាក់ស្ដែង បាទ ហើយខ្ញុំចង់ផ្ញើទៅគាត់ថាឥឡូវមិនហើយឃើញហើយខ្ញុំអាចធ្វើបានជនជាតិម្នាក់នេះអាចធ្វើបានជនជាតិតំពុនម្នាក់នេះអាចធ្វើបាន បាទ ឥឡូវបងប្អូនគ្រប់គ្រងរាប់លានអ្នកគាត់ចូលចិត្តយើងចុះបើខ្ញុំលាលែងតាមពាក្យសម្ដីរបស់គេហើយមួយទៀត5បងប្អូនកុំតាមសម្ដីគេពេកត្រូវជឿជាក់លើខ្លួនឯងធ្វើអ្វីដែលខ្លួនឯងចង់ធ្វើហើយធ្វើមួយទៀតអ្វីដែលសង្គមគេគ្រប់គ្រង បាទ យើងស្របជាមួយសង្គមដែរ បាទ ស្របជាមួយរាជរដ្ឋាភិបាលដែរ បាទ អញ្ចឹងយើងអាចទៅមុខទាំងអស់គ្នាខ្ញុំគាត់ថារាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគាត់មិនចោលយើងទេគាត់មើលឃើញពីអ្វីខិតខំប្រឹងប្រែងរបស់យើងសូម្បីតែបងធ្វើរាល់ថ្ងៃហ្នឹងចាំបន្តិចទៀតបងប្អូននឹងមើលឃើញទាំងអស់គ្នាហើយខ្ញុំក៏មិននឹកស្មានដូចយល់សពអញ្ចឹងរាល់ថ្ងៃ អញ្ចឹងយើងអត់តន់ spoil ទេយើងចាំឲ្យគេ ចាំ surprise មើលទាំងអស់គ្នាបងប្អូនចាំមើល អញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងរីករាយក៏ដូចជាសប្បាយចិត្តនៅអ្វីដែលបងណាងឯណាងដែលគាត់នឹងឈានមកដំណាក់កាលទៀតហើយខ្ញុំក៏សប្បាយចិត្តដែរបងក្នុងនាមជាអ្នករាប់អានប្អូនអញ្ចឹងសប្បាយចិត្តហើយបើសិនជាបើគិតរឿងវិស័យលើ social media អានថាខ្ញុំដើរមុនចុះ មុនសសុំនេះបងអត់សូវមានប្រយោជន៍ទេកាល ខ្ញុំ មុន ដើរមុនប៉ុន្តែបងឯងក្លាច់ក្រោយតែបងឯងមាន fan ច្រើន ដោយសារតែខ្ញុំរបៀបខ្ញុំធ្វើជាមួយតាក់ទងជាមួយនឹងជួយចានវិទ្យាយើងហ្នឹងគឺខ្ញុំធ្វើបែបរបៀបឈៀលទេខ្ញុំអត់បដោតខ្លាំងទេដោយសារអីខ្ញុំត្រូវការរលុយ អូខេ យើងត្រូវការរោចំណូលអញ្ចឹងរោចំណូលបើសិនជាយើងធ្វើអាតាក់ទងជាមួយនឹងជួយចានវិទ្យាយើងហ្នឹង sponsor គេអត់យកទេ អូមួយទៀតបងចង់និយាយចំណុចហ្នឹងត្រង់ចំណុចដែលបងប្អូនគាត់អ្នកខ្លះគាត់ថាបាញ់អត់លុយឯងតែសុំគេធ្វើអី បាទ ហើយសួរថាបើពួកខ្ញុំអត់ sponsor បានថាវិការណាដើម្បីផលិតបទល្អ បាទត្រូវ អញ្ចឹងយើងត្រូវការ sponsor បានមកយើងត្រូវការផលិតបទល្អមិនខ្វះទេអ្វីដែលខ្ញុំចង់បង្ហាញមានច្រើនទៀតដូចដែលបងថតនិយាយមើលថ្ងៃកាលមុនណា បាទ បងនិយាយខ្ញុំថាខ្ញុំមានច្រើនទៀតដែលខ្ញុំចង់បង្ហាញក៏ប៉ុន្តែបើយើងមិនសុំ sponsor ពីបងដូចជាគាត់ខាងប្រម៉ូទផលិតផលខាងដែលគាត់ទីផ្សារផ្សេងអញ្ចឹងទៅបើគាត់សំខាន់លើបងប្អូនគាត់គ្រប់គ្រងយើងច្រើនគាត់ឃើញ fan យើងច្រើនគាត់មិនឲ្យយើងប្រម៉ូទផលិតផលគាត់ពេលយើងបានថាវិការហើយបងប្អូនក៏ឃើញវីដេអូរបស់ខ្ញុំទីចាំខ្ញុំបង្ហាញ3ចំណុចទេទី1ពាក់ព័ន្ធនឹងចម្រៀងនឹងគឺខ្លាំងអានឹងគឺ 70% ឬក៏ 60% ហើយទី2គឺវប្បធម៌អូនអាចតាមដានមើលវីដេអូបង100វីដេអូជាងគឺបង្ហាញវប្បធម៌ឈុតសម្លៀកបំពាក់ប្រពៃណីឧបករណ៍ភ្លេងតាមរយៈចម្រៀងនៃភាសារបស់ពួកយើងទី3គឺមនុស្សធម៌ បាទ ខ្ញុំឆ្លាញ់នៅខាងមនុស្សធម៌ជួយអ្នកដែលប្របាក់អ្នកក្រហងៃនៅតែជួលហើយបងប្អូនមិនមែនថានេះខ្ញុំនៅតែជួលចិត្ត16ឆ្នាំហើយរាល់ថ្ងៃហ្នឹងក៏ប៉ុន្តែអ្នកបងប្អូនមិនដឹងទេខ្ញុំនៅតែចំណេះខ្ញុំគិតថាតំពួននេះអាចធ្វើបានដល់ថ្ងៃមុខ
ហើយខ្ញុំក៏សូមលើកទឹកចិត្តទៅដល់បងប្អូនចំនួនក្រោយក្មួយចំនួនក្រោយកូនចំនួនក្រោយខ្ញុំគិតថាវីដេអូនេះគឺជាប្រវត្តិសាស្ត្រដំបូងគេដែរ បាទ ដែលតំពួនយើងនេះគ្នាជួបគ្នាណា ត្រូវ ខ្ញុំគិតថាមិនធ្លាប់មានទេខ្ញុំសូម5ផ្ញើសូមលើកទឹកចិត្តថាត្រូវហ៊ានបង្ហាញកុំខ្មាស់ខ្ញុំជាជនជាតិតំពួនជនជាតិដើមភាគតិចតំពួនខ្ញុំជាអំបូរបងប្អូនជនជាតិដើមចូលបង្ហាញឲ្យគេឃើញហើយមួយទៀតចូលធ្វើអ្វីដែលពាក់ព័ន្ធជាមួយនឹងវប្បធម៌ដូនតារបស់យើងកុំខ្មាស់កុំអៀនពួកដូនតារបស់យើងគាត់ខំស្វាយគាត់ខំបន្សល់ទុកយើងគ្រាន់តែរក្សានេះ បាទ នេះតែគាត់បានឈុតប៉ុណ្ណេះតែមកបានឈុតប៉ុណ្ណេះនឹងគាត់សិក្សាប៉ុណ្ណាមិននិយាយរឿងត្បាញទេដូនតារបស់យើងបុព្វបុរសរបស់យើងគាត់សិក្សាយ៉ាងម៉េចតែមកបានចេញជារូបរាងជាកម្មានេះអាហ្នឹងតពួននេះហៅបើខាងខ្ញុំអាចដោតប៉ែងហ្នឹងដោតប៉ែងគេតែងតែត្បាញក្នុងកផាក្នុងអីហ្នឹងគេហៅថាដោតប៉ែងតម្រុំពួកគាត់ឃើញឆ្នៃប៉ុណ្ណេះណាបងប្អូនមុំឆ្នៃចេញជាប៉ុណ្ណេះពេលដែលឃើញជារូបរាងហើយសូមលេខបំពាក់នឹងប្រាប់បងប្អូនគឺត្បាញដោយដៃសុទ្ធយើងត្បាញដោយដៃយកបេះដូងយកចិត្តត្បាញមកចេញជារូបរាងចឹងយើងត្រឹមតែពាក់ប៉ុណ្ណេះចង់ឲ្យខ្ញុំពាក់ជាប់មិនដឹងថាវីដេអូខ្ញុំ100វីដេអូបងប្អូនអធិស្ឋានណាខ្ញុំតែងតែពាក់អាយនឹងអ្នកហៅថាមិនបានឃើញដល់ណាវាជាអត្តសញ្ញាណរបស់ពួកយើង បាទ ខ្ញុំចង់បង្ហាញបែបហ្នឹងថ្មីយើងស្វែងរកស្វែងយល់ធ្វើតែចាស់យើងនៅតែរក្សា បាទ យើងឆ្នៃចូលគ្នាឃើញបត់បងតែឲ្យឆ្នៃ បាទ ឆ្នៃបុរាណក៏យើងមិនចូលសម័យក៏យើងធ្វើបត់ជក់វ៉ាន់សាមគ្គីនិពន្ធបងសល់នេះគឺយើងរួមមានអ្នកជំនាញបុរាណផងសម័យផងហើយនឹងខ្ញុំផងអញ្ចឹងយើងមកចុះគ្នាមកទៅនេះគឺអាចនិយាយថា version ថ្មីហើយឧបករណ៍កងម៉ែមហើយនឹងគងទីង អូស្គាល់ ចំបៃឃ្លោកយើង បាទ មិនឧបករណ៍ជំនឿដើមភាគតិចយើងសុទ្ធប្រើពីឧបករណ៍របស់ដូនតាយើងអញ្ចឹងអ្នកដែលតាមដានខ្ញុំក៏ដូចជាបងអូនហ៊ុនតំពួនកូនហ៊ុនតំពួនក ូនតំពួនហ៊ុន កូនតំពួនហ៊ុនខ្ញុំបាទចង់សើជាមួយនឹងនាងបងប្អូនអាចគ្រប់គ្រងបានយើងគឺជាអំបូរជំនឿដើមភាគតិចទាំងអស់គ្នាហើយពួកខ្ញុំនឹងមានអ្វីដែលថ្មីជូនហើយជាពិសេសបងប្អូនអ្នកនៅភ្នំពេញអានឹងមិនមែនតែប្រម៉ូទខ្លួនឯងណាចង់ឲ្យខ្ញុំធ្វើការឆែកបានខ្ញុំអត់តន់មានជាប់ការងារ BA អ្នកណានៅភ្នំពេញមួយមុខទេ បាទ គឺរាល់ថ្ងៃនេះគឺខ្ញុំផលិតចម្រៀងមិនអញឯករាជ្យអត់តន់មាននៅផលិតកម្មណាទេគឺខ្ញុំនិពន្ធប្រូលចម្រៀងទៅសេនឹងច្រៀងខ្លួនឯងដាក់ page ខ្លួនឯងមួយមកគត់អញ្ចឹងបងប្អូនចង់ sponsor ចង់តាក់ទងការងារអាចតាក់ទងបានជាមួយខ្ញុំបាទណាងតំពួន បងប្អូនតាមពិតទៅដូចខ្ញុំនេះអីបើសិនជាគេឲ្យតម្លៃក៏ដូចជាយើងមានការងារធ្វើតាក់ជាមួយនឹងតាក់ទងជាមួយនឹងជាច្រើនពេកតិចខ្ញុំក៏អាចលះបង់ធ្វើជាប្រចាំបានដែរ អូខេ ប៉ុន្តែយើងធ្វើទៅយើងអត់ចំណូលយើងក៏ត្រូវទប់អញ្ចឹងយើងត្រូវធ្វើអីផ្សេងដូចខ្ញុំរាល់ថ្ងៃខ្ញុំមាន page 2មួយកូនតំពួនហ៊ុនសម្រាប់ប្រម៉ូទខេត្តយើង បាទ ធ្វើតាក់ទងជាមួយជាច្រើនពេកតិចយើងអត់មានចំណូលសោះ បាទ អត់មាន បាទ ខ្ញុំមាន page មួយទៀតអាហ្នឹងអត់ពាក់ព័ន្ធ fan ខ្ញុំទលំទលាយ ឥឡូវអូនជឿថា page បងអត់មានចំណូល ដូចគ្នាខ្ញុំទៅដូចគ្នា 17លានអ្នកណាបងប្អូនអ្នកដែលមើលសរុបហ្នឹង បាទ មិនមែនតែយើងនិយាយខុសទេយើងអាចមើលសរុបបានចិត្ត17លានអ្នកណាដែលមើលជាក់ស្ដែងនេះ16លានអ្នកនេះ បាទ យើងអាចបាយតែកាមេរ៉ាបានឃើញហ៎17លានអ្នកតាមតាមអ្នកដែលមើលសរុបខ្ញុំក៏ប៉ុន្តែអត់ទាន់មានចំណូលទេ បាទ ហើយធ្វើលុយខ្លួនឯងសុទ្ធសាធបងប្រមាណប្រមូលពីលុយច្រៀង concert ដែលគេហៅបងទៅច្រៀង perform តាម concert បងសំពីលុយនឹងមកហើយពេលខ្លះយើងទៅ affair យើងបានលុយពីនឹងមកហើយផលិតចម្រៀង MV ហ្នឹងអត់បាន sponsor គឺញើសឈាមខ្លួនឯងសុទ្ធហើយបើយើងទៅសុំគេមិនអាចទេគេគិតថាបើឯងធ្វើទៅពិបាកឯងសុំគេធ្វើអីវានាំថាបង្អាប់បន្ថប់កិត្តិយសសួរថាបើពួកខ្ញុំអត់បណ្ដាលនឹងឲ្យទៅធ្វើអីថ្មីទៀត ខ្ញុំឃើញចំណុចពិសេសរបស់ឯងមួយគឺត្រង់ចំណុចហ្នឹងតាមពិតទៅមិនទៅតែជំនាន់ពួកយើងនេះទេជំនាន់ក្រោយនេះទេបានគេស៊ូជាមួយនឹងសិល្បៈមានជំនាន់មុនគេចាប់ផ្ដើមស៊ូច្រើនដែរហើយមានតំពួនយើងធ្លាប់ទៅប្រឡងជំនាញប្រឡងអីកម្មវិធីធំកាលពីជំនាន់មុនប៉ុន្តែអត់ចំណូលទប់ ហ្នឹងហើយ ដោយយើងរាល់ថ្ងៃនេះយើងអាចទប់បានដោយសារតែទីមួយយើងរៀងមុខក្រាស់ដែរយើងព្យាយាមសុំ sponsor និយាយមែនបងប្អូនគ្នាយើងចង់ដើរលើវិស័យហ្នឹងតតែយើងមុខក្រាស់សួរថាហេតុអីបានជាយើងព្យាយាមសុំ sponsor គេបើអត់ sponsor អញរស់អត់បានអាហ្នឹងវាមិនវា តែជួលតែការឲ្យលុយ បាទ ទឹកភ្លើងតែការឲ្យលុយ ត្រូវបាទ អាហារ3ពេល បាទ កាហ្វេសូម្បីយើងទូរស័ព្ទហ្នឹងក៏ប្រើ social media អ៊ីនធឺណិតវាគ្រប់យ៉ាង
ហ្នឹង ស្លៀក ហើយ ពាក់វាគ្រប់យ៉ាងយើងត្រូវការលុយហើយបើបងប្អូនចង់ឃើញថាបង្ហាញបើអត់គ្រប់ត្រូលក៏យើងទៅមិនដូចតែមិនចឹង បាទ អញ្ចឹងសង្ឃឹមពុកម៉ែបងប្អូនឃើញវីដេអូនេះមិនសូមឲ្យច្រើនទេត្រឹមមួយ like share ហ្នឹងហើយតែប៉ុណ្្នឹងឯង គា បាន ំទ្រមកដើម្បីយើងបានមកយូរច្រើនបានអ្នកគាំទ្រច្រើនខាង sponsor គាត់នឹងចូលរួមឧបត្ថម្ភពួកខ្ញុំក៏មានអ្វីដែលថ្មីបង្ហាញអ្វីដែលបងប្អូនចង់ឃើញចង់ធ្វើ បាទ ដូចខ្ញុំបងប្អូនមកឆ្ងល់រឿង MV បទរក្សាប្រពៃណីគឺខ្ញុំព្យាយាមរក sponsor មែនតើនៅតែខំមកខ្វះក្រោយខ្ញុំចំណាយថវិកាខ្លួនឯងរងថ្ងៃនេះបងលាក់បងអស់លីងដល់ថាគេមើលងាក deal បងថាអូនអញជាង16ឆ្នាំអត់សល់អីពុកម៉ាក់ជំនាន់បងគេជោគជ័យអស់ហើយយល់ បាទ ហើយបងរងថ្ងៃអត់ឃើញស្រាប់ទេម៉ូតូក៏បងរំលោភមិនហាច់គេខ្លួនឯងអត់លាក់បាំងទេអញនិយាយថាវីដេអូនេះគឺជារឿងពិតបង បាទនិយាយរឿងពិត យើងវ័យឡើងចូល30ជាងហើយយើងអត់តន់មានផ្ទះនៅផ្ទះជួលហើយយើងម៉ូតូបងរំលោះហើយបានលុយមកសន្សំពីអកកដងអកកេះសន្សំពី concert មកហើយ MB អូនហ្នឹងមកបាត់អស់រាប់ពាន់ដុល្លារហើយ បាទ ខ្ញុំត្រូវការតែថតដូចទៅសៀមរាប500ដុល្លារអញ្ចឹងតែក្រុម4នាក់ទាំងថតផ្សេងធ្វើដំណើរគាត់តែប៉ុណ្្នឹងអស់បាត់ហើយ បាទ នៅយើងជួលគេថត MV នៅជួលគេកាត់ចុះថ្លៃហូបចុកចំណាយទៀត បាទ มันមាន2000ធ្វើមិនចេញទេ តើ លើកលែងតែយើងមានជាក្រុមមកយើងធ្វើបានហើយចុះអូនសម័យមើលបងម្នាក់ឯង យោ ធ្វើគឺរួមដើម្បីបងប្អូនឃើញរួមសួរតបានប្រយោជន៍អីពី view មិនទាន់បានចូលចំណូល100ខ្មែរទេ យល់អត់បងប្អូនយល់ចំណុចហ្នឹងអត់ទាន់បានចំណូល100ខ្មែរពី Facebook ទេ page របស់ខ្ញុំរងហើយហើយអញ្ចឹងឯងសង្ឃឹមពុកមកបងប្អូនឃើញវីដេអូនេះតាមរយៈpage របស់បងប្អូនកូនតពួនហ៊ុន បាទ បងប្អូននឹងជួយគ្រប់គ្រងឲ្យច្រើនក៏ទាំងអស់គ្នាហើយពួកខ្ញុំក៏នឹងមានព្រឹត្តិការណ៍ថ្មីទៀតដើម្បីជូនពុកម៉ែបងប្អូនហើយមិនភ្លេចនោះទេជាមួយនឹងកម្មវិធីឧបត្ថម្ភ បាទ គ្នាយើង VIP អរគុណបងប្រុសដែលបានឧបត្ថម្ភនៃកម្មវិធីហើយសង្ឃឹមមួយទៀតបងប្អូនអ្នកភ្នំពេញនឹងអាចទាក់ទងទៅខ្ញុំបាទណាងតំពួនផ្ដល់ឱកាសនៃការងារជាច្រើនខ្ញុំអាច sponsor បានតាមរយៈ MV បទចម្រៀងតាមរយៈធ្វើវីដេអូខ្ញុំក៏ទទួលដូចគ្នាដែរ បាទ ដោយសារយើងខ្ញុំលើកទី1មកឈានជើងប្រឡូកនៅភ្នំពេញលើផ្លូវសិល្បៈហ្នឹង តែបងសុំកាត់មកបន្តិចបើឯងមកបំពេញសារនេះបើឯងចង់បោះជំហានមកនៅបំពេញហ្មង បងបោះជួយមកនៅភ្នំពេញហ្នឹងហើយ អូឥឡូវហ្នឹងបើឯងមកនៅហ៎ បងបោះជួយមកនៅភ្នំពេញហ្នឹង ហាខ្ញុំស្មានតែឯងមកធ្វើបត់តា បងមានអាល់ប៊ុមរបស់បងថ្មីនេះយល់អត់ បាទ អញ្ចឹងថាសុំលាក់សិនបងប្អូនចាំតែមើលអ្នករតនគិរីថាចាំតែមើលទៅណាងតំពួននឹងមានអ្វីដែលពិសេសអ្វីដែលមិនធ្លាប់មានពីមុនមកគឺជាមោទនភាពសម្រាប់ខ្ញុំបាទណាងតំពួនជាកូនអ្នករតនគិរីនៃភូមិភាគឦសានបន្តិចទៀតនេះពុកម៉ែបងប្អូននឹងសប្បាយចិត្តអ្វីដែលពួកយើងមិនធ្លាប់មានពីមុនមកតែប៉ុណ្្នឹងទេខ្ញុំក៏មិននឹកស្មានដែរថាខ្ញុំមានឱកាសបែបហ្នឹងខ្ញុំសុំលាក់បន្តិចសិន បាទ ទ្រាំបន្តិចសិនបងប្អូនសង្ឃឹមបងប្អូននឹង share វីដេអូនេះឲ្យច្រើនណាស់វគ្គទី2ខ្ញុំនឹងបង្ហាញអ្វីដែលពិសេសថាពិសេសនឹងអីគេខ្ញុំអាចនិយាយថាជាមុខមាត់មួយដែលណាងតំពួននេះនាំមុខមាត់ជូនអ្នករតនគិរីឲ្យគេស្គាល់ថាអូកូនជនជាតិដើមភាគតិចកូនអ្នកភូមិភាគឦសានកូនអ្នករតនគិរីអាចធ្វើបាន បាទ គេទទួលស្គាល់ពិសេសបងប្អូនខ្ញុំហ៊ាននិយាយបែបហ្នឹងហើយខ្ញុំមានអាល់ប៊ុមឆាប់សូមលាក់សិនគឺយើងអាចនឹងខ្ញុំមានច្រើនណាស់នៅមុខបន្តិចទៀតក៏ប៉ុន្តែខ្ញុំខ្វះតែ sponsor ទេ បាទ បើនិយាយពីរឿងរៀបចំ plan របស់ខ្ញុំសូរបស់ខ្ញុំគឺខ្ញុំរៀបមកដំណាក់កាលបាត់ហើយបើមានកញ្ចប់ធំខ្ញុំនឹងរៀបកញ្ចប់ធំបើមានកញ្ចប់មកល្មមខ្ញុំនឹងធ្វើតាមហ្នឹងបើចង់បានគុណភាពអូខេចង់ឲ្យថតអង្គវត្ត បាទ ចង់ឲ្យអ្នកណាគឺខ្ញុំធ្វើនៅនឹងឲ្យបានខ្ញុំមានច្រើន បងប្អូនដោយសារថានេះគឺជាអេពីសូតទី1អញ្ចឹងបើសិនជាមានចំណុចណាដែលវាមិនតន់គ្រប់ជ្រុងជ្រោយក៏សូមអធិស្ឋាន ហ្នឹងហើយ ដោយសារតែភ្លាមពេក ឥឡូវ ខ្ញុំមានពេលតនេតែមួយថ្ងៃហ្នឹងទេក៏សួរម៉ៃថាតនេអូខេរៀបចំថតហ្មង ឥឡូវចាសួរបងប្អូនចង់ឃើញអេពីសូតទី2ដែលពិសេសអត់ បាទ សំខាន់បងប្អូនចង់ឃើញអត់ យ៉ាសំខាន់ អេពីសូតទី2នេះគឺពិសេសដែលជាមុខមាត់ខេត្តរតនគិរីមុខមាត់ជនជាតិដើមភាគតិចរបស់ពួកយើងទាំងអស់គ្នាទាំង24ដំបូង បាទ មុខមាត់នេះគេថាជំហានដំបូងរបស់ fan របស់ខ្ញុំដែលគ្រប់គ្រងខ្ញុំមិនឲ្យខកបំណងទេ បាទ អេពីសូតទី2នឹងពិសេសជូនតាមរយៈ page កូនតពួនហ៊ុន បាទ ហើយខ្ញុំហ៊ានសន្យាជាមួយបងប្អូនថាបើខ្ញុំមាន sponsor បើខ្ញុំមានការឧបត្ថម្ភពី sponsor ណាមួយខ្ញុំនឹងមានអ្វីដែលពិសេសដល់បងប្អូនចង់ឃើញដែលនឹកស្មានមកដល់គឺខ្ញុំមាននិយាយបែបហ្នឹង តាមពិតទៅរងថ្ងៃយើងអាចធ្វើឲ្យបានច្រើនមែនតើប៉ុន្តែអ្វីដែលយើងខ្វះគឺលុយ
giờ trong cứ miền tây lối bây giờ chơi dương miền thảo caគ្រប់cron á dương ai thưa ấy ban lọ tràn mình tên đôi nhóm ấy bây khá nhóm miền plan chọn mình tên gì mẹ vừa xong bây ta chỉ mới một anh cái nhóm miền plan thua đây còn là nhóm bạn đang vậy còn té bây giờ vậy hay dương thua ban ta dương vậy đấy ở trong nội thiệt bằng khơi fan môi trường luôn mà chọc ban chọc tay ở đường ta ôi bà anh tranh mà tôi ai tranh mà xong chăng hai mạch thôi đi thôi thế ấy tôi ta bảo cô nhóm mình mà xong sponsor mình thôi ban về ngàn thôi bà hai bảo cô nhóm bắt sponsor mấy ban video oi bom bom còn tôi sẽ né nữa bà đôi giờ lấy không hay bọc cho mình là dương uống tại vì chỗ đọc bập liên hệ lại hai vị trong sọ sọc mai dương ấy hay cho bọc cho mình thua mình khó bầm nó không phải là có trăm control chứ còn ta lấy dương như này control phần nó dương nó khó ta là ốp thăm tại phần năng thế sân cầm thời dương trên mà video này đừng như này cho luôn đôi chỉ cầm thi thông thông nhầm khơi trai sân cầm là bộ quan trọng là ca sầm nạp bộ dương chỉ chân chiết đám không ai đám nơi bề Campuchia dương tại muối là cả ở bộ nhóm bằng hai là sna ấy thoại đây cái đôi chỉ ở đây được trong miền bộ dương thưa đam mê chiết dương tại muối đam mê sông cung dương tại muối để cho tháp bị bay dương tại muối của dương thì bay tại muối thì là cầm cả cặp cống rồi bỏ sầm đặt bọc là cầm cả cống bỏ để cho tháp bị bàn chẳng hay bộ dương trời tại sạp sập trong muối cái này khi những bóng chân mà ta này đã xa vào bay này phía xa tầm buôn nó phía xa không ai phòng clear không ai ក្នុងនាមយុវជនសម័យថ្មីយើងថាប្រពៃណីពីដូនតាទាំងអស់គ្នាមិនថាបងប្អូនពូមីងមាមើលថាទាំងអស់គ្នាមរតកដូនតាកន្លែងនេះបងដាក់ clear បងប្អូនខ្មែរគេញ៉ាំដល់ពេល clear តំពួនយើងបងហើយរងហើយវប្បធម៌សន្សាទនេះវាលាចូលគ្នាបត់នឹងគឺគោលដៅរបស់ខ្ញុំទាំងបងប្អូនខ្មែរដើមទាំងបងប្អូនខ្មែរដើមសាមគ្គីគ្នាបាទបងចាំបានបាត់ហ្នឹង អូខេបងប្អូនបន្តពីយើងជជែកគ្នារៀងយូរដែរអញ្ចឹងមានប៉ុណ្្នឹងទេណាបងហ្នឹងហើយយើងដូចជាមានប៉ុណ្្នឹងទេបាទចុងក្រោយមានអីចង់ផ្ដាំផ្ញើទៅ fan ក៏ដូចជាអ្នកដែលបងឯងគិតថាគួរតែផ្ដាំផ្ញើទៅពួកគាត់បាទវីដេអូនេះខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនចំនួនក្រោយដែលគាត់ឆ្លាញ់ទៅលើផ្នែកចម្រៀងកុំអបបងទី1កុំអបបងអសោះហើយទី2ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើយើងនឹងជំនះមួយនឹងបានខ្ញុំមិនតន់ជោគជ័យខ្លាំងទេក៏ប៉ុន្តែខ្ញុំគិតថាវាអាចទទួលយកបានអូខេ16ឆ្នាំយើងទទួលបានលទ្ធផលប៉ុណ្ណឹងតើយើងលះបង់ណាបងប្អូនពេលដែលយើងឆ្លាញ់លើវិធីហ្នឹងបាទអូនគិតថាយូរឬក៏ឆាប់16ឆ្នាំ6ឆ្នាំយូរតែខ្ញុំប្រឡូកនៅក្នុងcontent ហ្នឹងតាំងពី2018ក៏ខ្ញុំមានអារម្មណ៍ថាយូរខ្លាំងហើយខ្ញុំក៏អត់មានអីដូចគ្នាទៅទេ អូខេបងប្អូននេះអញ្ចឹងអេពីសូតនេះមានតែប៉ុណ្្នឹងទេអរគុណបងដែលបានចូលរួមហើយចំណាយពេលវេលាមកជួបបងអូនមកដល់ផ្ទះហ្មងអញ្ចឹងអេពីសូតនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តនៅអេពីសូតមួយនេះបងប្អូនកុំភ្លេចជួយ share ម្នាក់មួយផងហើយពីខ្ញុំទៅកូនតំពួនហ៊ុនខ្ញុំម៉ាត់ណាងតំពួនមានតែប៉ុណ្្នឹងទេអរគុណបងប្អូននេះជម្រាបលាបាយបាយ